បាទគឺយើងមកមើលលំហាត់ derivative យើងបន្តទៀតឲ្យគណនា derivative នៃ fx ស្មើនឹង sin នៃ 2026x យើងទៅមើលដំណោះស្រាយពីបានអីគេដំណោះស្រាយនេះគឺជាអ្វីដែលត្រូវចងចាំមានន័យថាដើម្បីដោះស្រាយលំហាត់នេះគឺយើងត្រូវចងចាំនៅរូបមន្តយើងគឺអីគេ fx ស្មើនឹង sin អុយពេលយើង derivative បាន f' ស្មើនឹងអុយ' គុណជាមួយនឹងកុសអុយនេះគឺជាអ្វីដែលត្រូវចងចាំបាទយើងទៅមើលដំណោះស្រាយ fx ដំណោះស្រាយគឺគណនា derivative fx ស្មើនឹង sin នៃ 2026x ពេល derivative បានអីគេបាន f' ស្មើនឹង 2026x គុណជាមួយនឹងកុសនៃ 2026x f' មានន័យថា derivative នៃ 2026x 2026x មានន័យអុយបានអីគេបន្ទាប់ derivative គឺបានderivative នៃ 2026x បានអីគេបាន 2026គុណជាមួយនឹងកុសនៃ 2026x នេះគឺជាដំណោះស្រាយ